នៅមាត់សមុទ្រដ៏ធំល្វឹងល្វើយកងទ័ពរបស់ព្រះរាមកំពុងសម្លឹងមើលទៅកោះពីចម្ងាយពួកគេត្រូវរកពិធីឆ្លងដើម្បីទៅជួយនាងសីតាពីក្រញ៉ាំដៃយក្សក្រុងរាពណ៍ហនុមានសេនាសុខមិនដែលខ្លាចញញើតបានចេញមុខសន្យាជាមួយព្រះរាមទូលព្រះបង្គំនិងកងទ័ពស្វានឹងសាងសង់ស្ពានឆ្លងសមុទ្រនេះឲ្យទាល់ទៅបានដោយក្តីសង្ឃឹមព្រះរាមបានប្រទានពរដល់ហនុមានដោយប៉ះក្បាលហនុមានបង្កើតបានជាពន្លឺពណ៌មាសជានិមិត្តរូបនៃកម្លាំងនិងភាពជោគជ័យការដ្ឋានសំណង់ដ៏អស្ចារ្យបានចាប់ផ្ដើមកងទ័ពស្វារាប់ម៉ឺននាក់បាននាំគ្នាកាប់ឆ្ការព្រៃជញ្ជូនថ្មនិងវាបំបែកផ្ទាំងថ្មធំៗទាំងថ្មត្រូវបានប្រវែងចូលក្នុងទឹកសមុទ្រជ្រៅស្នូលទឹកបោកបក់និងរលកធំៗដែលកើតចេញពីការទម្លាក់ថ្មបានធ្វើឲ្យផ្ទៃសមុទ្រកម្រើកញាប់ញ័រនៅឯបាតសមុទ្រឯណោះវិញព្រះនាងទេពមច្ឆាដែលមានរូបឆោមស្រស់ស្អាតបានដឹងពីរឿងនេះដោយមិនចង់ឲ្យមានការប៉ះពាល់ដល់អាណាចក្ររបស់នាងមច្ឆាបានប្រើមន្តអាគមឲ្យផ្ទាំងថ្មធំៗដែលទើបនាងធ្លាក់ចុះមកស្រាប់តែរលាយបាត់ទៅជាផ្សែងត្រឡប់មកខាងលើវិញហនុមានចាប់ផ្ដើមឆ្ងល់ស្ពានមិនរីកធំធាត់សោះតើមានរឿងអ្វីកើតឡើងហេតុអ្វីបានជាថ្មដែលយើងបោះចូលទៅបាត់អស់អញ្ចឹងហនុមានក្តៅក្រហាយខ្លាំងណាស់ទ្រាំលែងបានទៀតហើយហនុមានក៏លោតចូលទៅក្នុងទឹកសមុទ្រដ៏ជ្រៅទាំងសន្ធឹងដើម្បីស្វែងរកមូលហេតុសំឡេងទឹកបែកខ្ចាយដូចជាមានអ្វីមួយយ៉ាងធ្លាក់ពីលើមេឃក្នុងជម្លៅទឹកដ៏ងងឹតស្លុបពន្លឺពណ៌មាសមួយបានតាក់ទាញភ្នែកហនុមាននៅចំពោះមុខគេគឺជាព្រះនាងទេពមច្ឆាដែលមានសម្រស់តាក់ទាញបំផុតហនុមានព្យាយាមចាប់នាងមច្ឆាប៉ុន្តែនាងរហ័សណាស់កងទ័ពមច្ឆាបានប្រើមន្តអាគមបង្កើតជាកំពែងទឹកដើម្បីការពារព្រះនាងរបស់ពួកគេប៉ុន្តែភាពក្លាហាននិងភាពស្មោះត្រង់របស់ហនុមានបានធ្វើឲ្យនាងមច្ឆាចាប់អារម្មណ៍ពួកគេបានឈប់ប្រយុទ្ធហើយហនុមានបានពន្យល់ពីមូលហេតុដែលគេត្រូវសាងសង់ស្ពានឥឡូវនេះនាងមច្ឆានិងកងទ័ពមច្ឆាបាននាំគ្នាជញ្ជូនថ្មមកវិញហើយជួយកសាងគ្រឹះស្ពានយ៉ាងសកម្មដោយមានការជួយពីនាងមច្ឆាស្ពានទៅកាន់លង្កាត្រូវបានសាងសង់រួចរាល់យ៉ាងស្ថាពរឥឡូវនេះកងទ័ពរបស់ព្រះរាមបានត្រៀមខ្លួនជាស្រេចដើម្បីឆ្លងសមុទ្រសាមគ្គីភាពនាំមកនូវភាពជោគជ័យ